ថ្ងៃនេះខ្ញុំនឹងមក demo អំពី project មួយដែលជា project inventory management ដែលយើង manage ទៅលើការ loan នៅរបស់ការខ្ចីនៅរបស់និងការចេញចូល stock នៃ inventory របស់យើងហើយយើងចូលទៅកាន់ admin មកទៅនេះមានជាការ welcome dashboard មួយដែល analyze data របស់យើងមានអ្នក loan មាន purchase មាន total inventory មាន total purchase អីក្នុងហ្នឹងហើយយើងមកមើល inventory វិញយើងមាន filter របស់ inventory យើងអាច view ឬក៏ edit delete អីបានហើយមួយវិញទៀតតើតើទៅការធ្វើ purchase នេះយើងអាច create purchase ថ្មីបានដែលនេះគឺ voucher reference យើងដាក់ test សិនមក supplier មាន purchase date ហើយនេះគឺតកតងមួយនឹង product ដែលយើងនាំចូលមកហើយនេះគឺ serial number តែសិនទៅហើយកន្លែងនេះក៏មាន price នេះយើងអាច duplicate បានហើយ serial number មួយគឺ unique ដែលយើងត្រូវដាក់វាខុសគ្នាអញ្ចឹងហើយ status វាគឺ pending ពេលដែលយើង add ចូលហើយនៅពេលដែលឆែកនោះវា revert នៅ status មក revert វិញគឺ all product នៅក្នុង purchase របស់យើងហ្នឹងគឺបាន add ចូលទៅក្នុង inventory ថ្មីដែលយើងចូលមក inventory មកគឺយើងឃើញថា product 2ដែលយើងបាន add មិញហ្នឹងនេះ serial number test 2ហ្នឹងគឺត្រូវបាន insert ចូលមកនៅក្នុង inventory ហើយបន្ទាប់មកយើងអាចដាក់ជាមួយនឹង class asset ឬក៏ asset identity នឹងបានតទៅមួយទៀតតើតើនឹងការ loan យើងអាចធ្វើការ create នៅ loan ថ្មីបានដែលយើងមានជាមួយនឹង full name របស់យើងឧទាហរណ៍ teacher season teacher ទៅមកពី department អី ITE ហើយនេះគឺជា code ដែលយើងបាន assign ហើយនេះយើងដាក់ code ខាងលើនេះទៅមានកន្ទុយ95ហ្នឹងហើយវានឹងចេញ serial number brand និង model របស់វាហើយថ្ងៃដែល loan ដាក់ថ្ងៃហ្នឹងទៅហើយ status គឺ active ពេលយើងចុច create នេះ serial number មួយហ្នឹងពេលដែលយើងទៅមើលក្នុង inventory វិញយើងឃើញថានេះយើងឃើញថាinventory ហ្នឹង status របស់វាបានដូរទៅកាន់ loan វិញហើយមួយវិញទៀតពិសេសនោះគឺយើងមានជា permission ជាមួយនឹង role ដែលកន្លែងនេះយើងអាច create role ថ្មីបានមួយទៀតថតជា student ហ្នឹងទៅហើយយើងអាច select តែ role ហ្នឹងអាចធ្វើឲ្យបានខ្លះហើយឧទាហរណ៍យើង user ហ្នឹងយើងឧទាហរណ៍កន្លែង category យើងអាច view category បានយើងអាច view loan អាច edit loan បានអញ្ចឹងយើង create មកហើយ role មួយហ្នឹងគឺត្រូវបាន assign មាន3 permission ហើយយើងអាច create user ថ្មីបានឧទាហរណ៍យើងដូរ role test នេះទៅជា role student វិញទៅគេ sell ហើយមួយវិញទៀតយើងអាច explore data នឹងបានហើយយើងចុច explore មក explore វា exportនេះគឺ data ដែលយើងបាន export មិញហ្នឹងយើងអាច download វាបានជា CSV ឬក៏ Excel យើងសាកចុច download សាកបើក file នឹងមើលនេះគឺជា
file Excel ដែលយើង export មកពី data របស់យើងមិញហ្នឹងហើយដូចជានៅក្នុងនេះមាន product ដែលយើងអាច add product ថ្មី delete អីបានមាន category មាន location ឬក៏ department អីហ្នឹងហើយជាពិសេសរបស់យើងនេះយើងគឺមាន role និង permission ដែលយើងអាច assign ឲ្យ user តែ user ហ្នឹងមួយអាចធ្វើការ manage ទៅលើ permission ផ្សេងគ្នាបានយើងអត់ចាំបាច់ទៅ assign នៅក្នុង code ថាមាន user មាន role ច្រើនដែល role មួយហ្នឹងធ្វើឲ្យបានខ្លះយើងអាចចូលមកកាន់ role ហើយ assign role ដែលយើងអាចបង្កើតថ្មីហ្នឹងដែលមាន permission ផ្សេងគ្នាបានតាមដែលយើងដាក់ហើយ project របស់ខ្ញុំមានតែប៉ុណ្្នឹង